Chị Suលោកគ្រូក៏ដូចជាសួស្តីអ្នកតាគ្នាថ្ងៃនេះខ្ញុំមកinstall Ubuntu server ដែលគ្រូបានដាក់ឲ្យជាដំបូងយើងត្រូវទៅ install file Ubuntu របស់យើងតែឥឡូវនេះខ្ញុំ install ហើយអញ្ចឹងខ្ញុំបានយកមកយើងទៅ click លើវាពីរដងហើយចប់មកចេញតែនឹងមួយចុច yes ចប់មកចុច next នេះគឺជាលក្ខខណ្ឌដែលយើងត្រូវ accept អញ្ចឹងយើងត្រូវ accept លក្ខខណ្ឌរបស់វាចុចមកចុច next ហើយយើងចុច next ហើយចាប់ yes yes next install ហើយតមកយើងចាំវារយៈពេលបន្តិចទៅដើម្បីធ្វើការវា install ចូលក្នុងlaptop របស់យើងតមកឥឡូវវា install ហើយជាងចាំមួយចុច finish ហើយនេះគឺជា app របស់យើងគឺជា software របស់យើងតមកយើងដើម្បីចង់បាននេះមួយត្រូវចុច new យើងដាក់ឈ្មោះរបស់យើងឈ្មោះPM របស់យើងឈ្មោះ view b2 ចឹងទៅហើយនេះឈ្មោះជ្រើ file ទីតាំងរបស់យើងដែលយើងចង់ដាក់ណាក៏បានដែរខ្ញុំដាក់ ID កាត់ new folder មួយ new su 10នេះសម្រាប់ក្រុមរបស់ខ្ញុំតមកយើងជ្រើ file ISO ហើយតមកយើងចុច .tick យើង .tick របស់វាតមកយើងចុច next ហើយកន្លែងនេះខ្ញុំសូមជ្រើសរើសយក 4G ដែលវាត្រូវនឹង4096 4G កន្លែងហ្នឹងស្មើប៉ុណ្ណឹងតមកយើងចុច next តមកចេញផ្ទាំងនឹងមួយយើងចុច next បន្តទៀតហើយចុច finish នោះក៏យើងបានដល់នឹងមួយក៏យើងស្ដាំរបស់វាចូលទៅ thing យើងដោះ tick កន្លែងកន្លែងនេះយើងដោះ tick នេះចេញហើយយើងអូខេតមកក៏យើងចុច start ចុចចុះពេលយើងចុច start ហើយក៏វាចេញផ្ទាំងនេះមួយអ្នកគ្នាវាកំពុងតែដំណើរការទៅហើយយើងចាំវាបន្តិចសិនណាអ្នកនរគ្នាខ្ញុំសូមឈប់សិនស្គប់សិនហើយដល់ពេលវា install ហើយខ្ញុំដាក់បន្តឲ្យអ្នកនរគ្នាវាដំណើរការហើយអញ្ចឹងត្រូវចុចយើងយកអង់គ្លេសចុចអ្នកនរនេះคลิกចូលពី enter តមកយើងចុចcontinue without updating តមកទៀតយើងចុចពាក្យដងយើងចាំបន្តិចទៅក្នុងការដំណើរការរបស់វាតមកយើងចុចហ្នឹងហើយអ្នកនរគ្នាតមកយើងចុចពាក្យដងទៀតហើយនៅពេលដល់កន្លែងនេះយើងយើងអ្នកនរគ្នាកន្លែងនេះចុច done ហើយយើងអត់មានទេចុចអត់មាន proxy address ហ្នឹងទេចុច done ទៀតតមកយើងចាំតិចទៅវាកំពុងតែដំណើរការឲ្យយើងចាំតិចទៅវាកំពុងតែដំណើរការឲ្យយើងក្នុងការចឹងតមកយើងចុចពាក្យ done ទៀតហើយនៅកន្លែងនេះយើងជ្រើសរើសយក
cho nên là hơi là đã khi mà lại ní dân thử ăn thịt ởក្នុងពេលset up this dish as an LVM គ្រប់នឹងចាញ់យើងអង្គល hero key វាទៅហើយតមកអា key ចឡើងហ្នឹងហើយតមកដកចេញថើមានន័យថាដល់ហើយតមកចុច key របស់យើងចំក្រោយអាខុំខុំអត់ខុំឬពាក្យដាក់ដល់កន្លែងនេះយើងចុចពាក្យដល់ដែរតមកចុចពាក្យនេះដាក់ continue កន្លែងនេះឲ្យយើងបំពេញណាមជាមួយនឹងserver name របស់យើងខ្ញុំដាក់ឈ្មោះថាឈ្មោះរបស់ខ្ញុំឈ្មោះអ្នកដាក់ឈ្មោះក៏បានដែរតមកដល់ក្រោមខ្ញុំដាក់ឈ្មោះចឹងទៀតដើម្បីងាយស្រួលក្នុងការចាំចុចមកយើងដាក់page user page username ហ្នឹងយើងដាក់ឈ្មោះនឹងដែរទៅដើម្បីស្រួលក្នុងការងាយចំណាំហើយ password ខ្ញុំដាក់ផានអ្នកឲ្យដាក់ password ឬបានដែរខ្ញុំដាក់ password របស់ខ្ញុំហើយតមកចុច confirm password ហើយតមកយើងចុចពាក្យ done continue ហើយមកដល់កន្លែងនេះយើងត្រូវចុចហើយកន្លែងនេះយើងដាក់ទីរបស់វាចុច enter ទៅតមកយើងចុចក្រោមយើងដាក់ពាក្យ on done តមកយើងចាំវាបន្តិចទៅក្នុងការអត្រាការរបស់វាអ្នកនរគ្នាសូមស្កប់តំណែងដល់ពេលវេទនាការមកទៀតខ្ញុំដល់តំណែងការដល់ណាខ្ញុំដាក់អ្នកនរគ្នាឥឡូវយកនេះរបស់យើងវាបានហើយយើងតមកចុចពាក្យreboot now ចុច enter តមកចាំតិចទៅហើយនេះចុចតមកចាំវាបន្តិចសិនណាអ្នកនរគ្នាតែមកវាចូលទាំង visual box របស់យើងហើយវាកំពុងតែដំណើរការកន្លែងនេះយើងដាក់នេះរបស់យើងហ្នឹងដែលយើងបាន set មុននឹង username password របស់យើងអីចឹងណាអ្នកនរគ្នាចាំតិចវា load ឲ្យនេះអ្នកនរគ្នាកន្លែងដែលខ្ញុំនិយាយមិញវាទាមទារឲ្យយើង log in អញ្ចឹងដាក់ឈ្មោះរបស់យើងដែលយើងដាក់មិញមកតមក password តមកយើងក៏ចូលបានហើយក៏យើងអ្នកនរគ្នានៅកន្លែងនេះយើងមានការវាយ comment តិចតួចហើយខ្ញុំក៏បានវាយ comment របស់ខ្ញុំចូលក្នុង cell message របស់ខ្ញុំអ្នកនរគ្នាអាចធ្វើចឹងមកហើយយើងគាត់ copy comment ហ្នឹងតមកទៅក្នុងនេះយើង control V control V បានចឹងអ្នកនរគ្នាយើងត្រូវវាយរបស់វាម្ដងមួយចាំតិចអ្នកនរគ្នាឥឡូវយើងវាយ comment ឥឡូវយើងវាយ comment ហើយសូមផ្ទៀងផ្ទាត់ម្ដងទៀតថាខ្ញុំវាយខុសអត់
Hiện tại cái mình dùng bay thở chậm ngón cho enter nó trở lại ní dân trang tia giờ nâng nghe đặt ní là ní vi tìm thì password của giờ dùng bay password để dùng bạn nặng một lần tới hỏi lại ní còn dân theo bay comment mùi tiết tầng áo dùng bay comment bay này đặt nè comment tí tí នេះក៏ comment របស់យើងទៅបានវាយសូមជំម្ដងទៀតអ្នកទាំងគ្នាហើយ comment របស់យើងត្រូវហើយក៏យើងចុច enter នេះវិញវាយ password ម្ដងទៀតច្រឡំអ្នកទាំងគ្នាឥឡូវនេះគឺយើងវាយ comment មួយទៀតនេះ comment ទី3របស់យើងហើយតបមកក៏យើងចុច enter របស់វាហើយអ្នកទាំងគ្នាក៏អាច screenshot comment 3 comment ហ្នឹងទៅដើម្បីងាយស្រួលក្នុងការយើងសរសេរទៅវាបានលឿនចាំតិចអ្នកទាំងគ្នាវាកំពុងតែដំណើរការដែលយើងសរសេរ comment មុនហ្នឹងថ្ងៃនេះអ្នកទាំងគ្នាហើយវីដេអូរបស់ខ្ញុំក៏ខ្ញុំបានដាក់3កូនហ្នឹងហើយឥឡូវក៏ធ្វើហើយឥឡូវអ្នកទាំងគ្នាវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងគ្នាជម្រាបលា